ស្ងាត់ដែលលក់មួយរយៈអត់មានតាណាបងប្អូនលក់ធម្មតានិយាយទៅមិនថាអីវ៉ាន់អីនៅក្នុងស្តុកមានទាំងអស់បងប្អូនគាត់មានតិចច្រើនតាមប្រភេទអីវ៉ាន់ថ្ងៃនេះចង់មកណែនាំបងប្អូនពីប្រភេទអំបោះមួយដែលខ្ញុំចាក់កាបូបហើយខ្ញុំពេញចិត្តខ្លាំងបងប្អូនហើយសរសៃវាមិនរឹងពេកហើយក៏មិនទន់ពេកសាច់ស្វិតចាក់ចេញមកស្អាតបងប្អូនជាពិសេសកាបូបដែលខ្ញុំកំពុងចាក់ខ្ញុំបង្ហាញនៅក្នុងវីដេអូនេះគឺកាបូបហ្នឹងគឺលក់ដាច់ខ្លាំងភ្ញៀវដែលគាត់កំងហើយកំងទៀតហើយភ្ញៀវដែលគាត់កំងយកទៅរៀនចាក់អីក៏ដូចគ្នាដែរបងប្អូនចាំមិនសិនបងប្អូនចង់បានសម្ភារៈយកទៅរៀនចាក់ឬក៏បងប្អូនអត់ចេះចាក់អីចង់កំងឲ្យអ្នកលក់ធ្វើឲ្យអាចកំងបានហើយសម្រាប់ពណ៌យើងមានតែបងប្អូនរើសក្នុងឆាតហើយតម្លៃយើងអាចតាក់ទងគ្នាក្នុងឆាតបន្ថែមទៀតបងប្អូនចាំមិនសិនបងប្អូនត្រូវការសម្ភារៈចាក់មិនថាសម្ភារៈចាក់បោកចាក់មុខផ្សេងបងប្អូនអាចតាក់ទងមកខាងយើងបានយើងមានគ្រប់ប្រភេទបងប្អូនចឹងសម្រាប់មួយដំណាក់កាលខ្ញុំបង្ហាញបងប្អូនហើយគ្រឿងក្រៅសម្រាប់តម្លើងកាបូបនេះអត់មានអីច្រើនទេមានតែបន្តិចទេបងប្អូនហើយកាបូបនេះសាមញ្ញប៉ុន្តែស្ពាយលើខ្លួនគឺស្អាតហ្មងនៅក្នុងវីដេអូក្នុងរូបអាចបងប្អូនមើលទៅវារៀងអត់សូវសមតែខាងក្រៅគឺស្អាតខ្លាំងខ្ញុំទៅនិយាយមកស្អាតខ្លាំងជាងខាងក្នុងរូបហ្នឹងហ្មងហើយសម្រាប់វីដេអូពេញព្រានចាក់អត់ទាន់មានទេបងប្អូនចាំមើលមួយរយៈទៀតខ្ញុំមានអ៊ីនធឺណិតដៃតិចខ្ញុំនឹងឆ្លៀតធ្វើជូនបងប្អូនណាអរគុណច្រើនបាយបាយ